ឧស្សាហ៍ទិញទំនិញតាមអនឡាញបាញ់លុយតាមគណនីធនាគារតាមអនឡាញមែនទេបងប្អូនបាទសូមប្រយ័ត្នសូមមើលមកនេះបាទប្រយ័ត្នគ្រោះថ្នាក់បាត់បង់លុយដោយមិននឹងខ្លួននៅថ្ងៃណាមួយបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវិធីមួយតែបងប្អូននឹងទទួលបានសុវត្ថិភាពក្នុងការទូទាត់ប្រាក់តាមអនឡាញអញ្ចឹងឧទាហរណ៍ថាបងប្អូនឥឡូវមានគណនី AC Lida រួចហើយអញ្ចឹងនៅក្នុងគណនី AC Lida របស់បងប្អូនគណនីទុនចិត្តអញ្ចឹងបងប្អូនត្រូវប្រើជាសព្វនិមិត្តមួយដែលបង្កើតចេញពីគណនីពិតរបស់យើងបងប្អូនតែពេលបងប្អូនមានគណនីសព្វនិមិត្តនឹងហើយបងប្អូនអាចទូទាត់ការចំណាយទិញរបស់របរតាមរយៈអនឡាញដោយសុវត្ថិភាពបាទអញ្ចឹងបងប្អូនគួរតែបង្កើតគណនីសព្វនិមិត្តមួយគេហៅថាបណ្ណនិមិត្តដើម្បីទូទាត់ប្រាក់អនឡាញដើម្បីសុវត្ថិភាពរបស់យើងមិនពិបាកទេបងប្អូនងាយទេដំបូងបងប្អូនគ្រាន់តែចូលមកក្នុងគណនី AC Lida របស់បងប្អូនមកបន្ទាប់ពីចូលគណនីរបស់បងប្អូនមកបងប្អូនអាចឃើញវិធី2ក្នុងការបង្កើតបណ្ណមិត្តត្រង់នេះបងប្អូនអាចចុចលើពាក្យថាបណ្ណក៏បានបងប្អូនអាចចូលគណនីរបស់បងប្អូនក៏បានដែរដោយយើងចូលគណនីមកវានឹងឲ្យប្រើលេខកូដដែរហើយវានឹងឃើញពាក្យថាបណ្ណដូចគ្នាអញ្ចឹងបងប្អូនជ្រើសរើសវិធីណាក៏បានដែរហើយត្រង់ចំណុចនេះមកថាបងប្អូនបង្កើតគណនី Visa Card អញ្ចឹងបើសិនជាបងប្អូនប្រើគណនី Visa Card គឺតម្រូវឲ្យបងប្អូនមានប្រាក់គណនីដុល្លារនៅក្នុងបងប្អូនណាបងប្អូនត្រូវតែមាននឹងជាចាំបាច់ដើម្បីបង្កើតបានគណនី Visa Card ដល់ហ្នឹងណាបងប្អូនត្រូវចំណាំដៃនឹងប្រយ័ត្នបើអត់មានគណនីនៅក្នុងបងប្អូនអត់មានគណនីជាទឹកប្រាក់ដុល្លារទេនៅពេលបងប្អូនបង្កើតបណ្ណនិមិត្តគឺគេអត់ឲ្យយើងបង្កើតទេបាទជាទូទៅគេប្រើបណ្ណគេប្រើដែលយើងប្រើគឺបណ្ណ Visa Card ហើយដំបូងបងប្អូនជ្រើសរើសប្រភេទគណនីមកគណនីរបស់យើងគឺគណនីដុល្លារដែលយើងមានទឹកប្រាក់ហ្នឹងដើម្បីភ្ជាប់ជាមួយនឹងបណ្ណគណនីថ្មីបាទបន្ទាប់មកចូលដល់កន្លែង email បងប្អូនមាន email បងប្អូនដាក់ email មកបន្ទាប់ពីកន្លែង email តារាងទី3បាទគឺទំហំទឹកប្រាក់បាទទំហំទឹកប្រាក់ប្រចាំថ្ងៃត្រង់នេះបងប្អូនសូមបញ្ជាក់ផងដែរថាទំហំទឹកប្រាក់ប្រចាំថ្ងៃគឺយើងត្រូវដាក់ចំនួនទឹកប្រាក់ដែលយើងសម្រាប់ទូទាត់ប្រចាំថ្ងៃតើមួយថ្ងៃបងប្អូនត្រូវការទូទាត់ប្រាក់ប៉ុន្មានជាអតិបរមាបាទបានតែច្រើនផុតបងប្អូនមិនដាក់ច្រើនពេកទេបាទតែត្រូវដាក់ចំនួនកំណត់ដែលថាច្រើនបំផុតដែលយើងត្រូវចាយបាទអញ្ចឹងចំនួននេះជាចំនួនដែលយើងបានន័យថាតាក់ទងនឹងហានិភ័យដែរចង់និយាយថាអញ្ចឹងចង់និយាយហានិភ័យមិននៅពេលដែលយើងប្រើបណ្ណាមួយអញ្ចឹងឧបមាថាជាមួយជនខិលខូចនៅពេលដែលយើងផ្ញើទូទាត់ប្រាក់ជាមួយគេមកគេមានវិធីដើម្បីវាយលុកចូលនៅក្នុងលេខបណ្ណរបស់យើងដើម្បីយកទឹកប្រាក់នៅក្នុងបណ្ណរបស់យើងដោយប្រការណាមួយតែបើសិនជាយើងដាក់លុយតិចអញ្ចឹងការបាត់បង់អត់អីទេបងប្អូនអញ្ចឹងនៅក្នុងការប្រើប្រាស់បណ្ណនេះគឺនិយាយរួមការទូទាត់អនឡាញគឺអាចអសុវត្ថិភាពត្រង់ហ្នឹងទេតែបើបងប្អូនដាក់លុយតិចនៅក្នុងបណ្ណមិត្តអត់អីទេអស់តិចទៅចូលគឺយកបានគេឲ្យចូលបានគឺអស់ហើយបងប្អូនបាទអស់លុយជាបន្តទៀតបងប្អូនthíchនៅក្នុងរូបវងមូលខាងក្រោមទៀតមកកន្លែងដែលខ្ញុំបានអានបាទthíchហ្នឹងមកបន្តមកទៀតបងប្អូនវាយពាក្យបងប្អូនចុចលើពាក្យថាបង្កើតបានបាទបង្កើតបានតោះមកវានឹងបញ្ចេញសាររបៀបនេះបាទដល់ពេលដែលវាចេញសាររបៀបនេះមកបងប្អូនមិនបាច់ធ្វើអីទេគាត់តែអានវាទូទៅមានពេលអានទៅតោះមកបងប្អូនកាល់វាចូលក្រោមscroll វាមកក្រោមអស់ដល់ពេលដែល scroll អស់ខាងក្រោមមកវានឹងចេញពាក្យមួយបង្ហាញឲ្យយើងឃើញពាក្យថាយល់ព្រមវានឹងឲ្យយើងចុចពាក្យយល់ព្រមអក្សរពណ៌ខៀវចេញមកលោតមកឲ្យយើងចុចពាក្យយល់ព្រមដល់ពេលយើងចុចយល់ព្រមហើយបងប្អូនគ្រាន់តែរកចាំបន្តិចមកបងប្អូនរកចាំបន្តិចគឺវានឹងក្រុមហ៊ុនវានឹងប្រតិបត្តិការឲ្យយើងបានឲ្យយើងអញ្ចឹងដល់ពេលក្រុមហ៊ុនប្រតិបត្តិបានឲ្យយើងហើយក្រុមហ៊ុននឹងបញ្ជាក់ថាបានយើងត្រូវបានបង្កើតឡើងបាននិមិត្តរបស់យើងបានបង្កើតឡើងដោយជោគជ័យប៉ុណ្ណឹងវាជាការស្រេចរបស់បងប្អូនហើយបងប្អូនអាចប្រើបាននឹងបានដែរនៅក្នុងបានហ្នឹងបងប្អូនចុចលើរូបបានហ្នឹងមកបងប្អូននឹងឃើញតាក់ទងនឹងចំណុចលម្អិតព័ត៌មានលម្អិតនៃបានហ្នឹងមានលេខបានមានអីជាដើមមានឈ្មោះបងប្អូនអញ្ចឹងបងប្អូនយកទៅទូទាត់ក្នុងការទិញទំនិញអនឡាញក៏ដោយក្នុងការប៊ូតភ័យក៏ដោយក្នុងការទិញអ្វីផ្សេងតាក់ទងនឹងអនឡាញគឺបងប្អូនអាចធ្វើបានអញ្ចឹងសូមអរគុណច្រើនចំពោះការទស្សនាបងប្អូនណាសូមឲ្យមានជោគជ័យសុវត្ថិភាពក្នុងការចាយថវិកាបងប្អូនទាំងអស់គ្នាបាទអរគុណ